បងអូនណាខ្លះចូលចិត្តមុខម្ហូបមួយនេះខម៉ាំនេះគឺខ្ញុំទឹមតែបានធ្វើឆ្នាំនឹងឯងទៅខ្ញុំមិនដែលបានហូបទេយូរហើយអត់ស្គាល់ទៀតអត់ដឹងរសជាតិមិនទេប៉ុន្តែទៅតែធ្វើបានប្រហែលជា3 4 ដងហើយអញ្ចឹងខានយូរក៏មកធ្វើខម៉ាំម្ដងទៀតអញ្ចឹងគឺយើងគ្រឿងផ្សំរបស់យើងមានមិញហ្នឹងឥឡូវយើងមកឆាជាមួយសាច់ជ្រូក3ជាន់របស់យើងទៅឆាដាក់គ្រឿងដាក់អីស្ករប៊ីចេងមកហើយនឹងប្រេងខ្យងខ្លះយើងកុំសូវដាក់រៀងប្រៃពេកដោយសារតែម៉ាំរបស់យើងក៏រៀងប្រៃដែរអញ្ចឹងយើងដាក់មកល្មមសិនចាំស្ទើរចាំយើងថែមទៀតអញ្ចឹងណាហើយស្កររៀងដាក់ល្មមដែរទៅហើយចាំយើងដាក់ជាមួយនឹងម៉ាំនេះគឺយើងឆាវាតិចសិនណាកុំឲ្យវាបែកពេកអញ្ចឹងណាហើយចាំយើងធ្វើការដាក់គល់ក្រៃជាមួយនឹងម្ដេងហើយស្លឹកក្រូចដើម្បីឲ្យវាកាត់ក្លិនឆ្អាបហើយអានេះវិញគឺអំពិលទុំខ្ញុំជ្រុំដាក់ជាមួយទឹកក្តៅអញ្ចឹងគឺយើងយកមកដាក់ចូលដើម្បីឲ្យវាជូររសជាតិជូរប្រៃផ្អែមហើយជាមួយនឹងត្រីនេះខ្ញុំដាក់ត្រីកែអ្នកទាំងអស់គ្នាអាចដាក់ត្រីពោត្រីប្រាអីបានអញ្ចឹងតបមកបានយើងដាក់ជាមួយនឹងត្រប់វែងនេះខ្ញុំដាក់2ផ្លែខ្ញុំដាក់រៀងច្រើនបន្តិចព្រោះខ្ញុំចូលចិត្តព្រោះអីវាបន្លែពេលដែលឆ្អិនទៅវារៀងទុនហើយក៏វាអត់ច្រើនដែរអញ្ចឹងយើងងាស់វាតតែវារៀងចូលជាតិគ្នាត្រីអីយើងកុំកូរខ្លាំងកុំឲ្យវាបែកងាស់ហើយបានវាឆ្អិនល្មមគឺយើងយកមកដាក់ចានមករៀបបន្លែរៀបអីទៅគឺរសជាតិអីគឺប្លែកឆ្ងាញ់កាលពីមុនខ្ញុំមិនដែរទេតែធ្វើឲ្យរៀងចូលចិត្តអាសាធ្វើអញ្ចឹងអាចធ្វើតាមនឹងបានហើយសម្រាប់ខម៉ាំនេះគឺយើងអត់ដាក់ទឹកច្រើនទេទឹកច្រើនវាអត់ឆ្ងាញ់ហើយបន្លែវិញគឺយើងដាក់តាមចម្រោះចូលចិត្តអីយើងដាក់ហ្នឹងណាដូចល្បាយនំបញ្ចុកដែរ